ពេលនេះបាទសូមក្រាបថ្វាយបង្គំលោកអ៊ូគិញប្រដេប្រគុណគិនដែលបានគង់នៅទីនេះបាទហើយក៏សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពបាទក្រុមការងារមូលនិធិទាំងអស់ជាទីគោរពសូមជម្រាបសួរបាទពុកម៉ែបងប្អូនបាទជនភាសឹកទាំងអស់ដែលបានអញ្ជើញមកបាទនៅពេលនេះហើយយើងខ្ញុំដែលជាក្រុមការងារមូលនិធិសូមធ្វើសេចក្តីស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតដល់ពុកម៉ែបងប្អូនដែលបានអញ្ជើញមកបាទហើយសូមជម្រាបដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលនៅអំណោយរបស់មូលនិធិក្នុងថ្ងៃនេះគឺមូលនិធិសពទូរគតនិងគ្មានញាតិវត្តសីក្រោកយើងខ្ញុំបានមកពីសពបរិសុទ្ធជនក្នុងនិងក្រៅប្រទេសហើយជាពិសេសគឺមានការចូលរួមឧបត្ថម្ភប្រចាំខែរបស់សមាជិកានៃមូលនិធិរបស់យើងបាទចិត្តមីក្រូពីអត់លឺបាទហើយគឺមូលនិធិយើងបង្កើតឡើងគឺមុនដំបូងឡើយដោយបដិប្រគុណលោកបានមានសង្ឃដីការួចហើយគឺយើងធ្វើឡើងដើម្បីជួយដល់សពទូរគតនិងគ្មានញាតិនៅក្នុងស្រុកភូមិមង្គលបុរីយើងនេះប៉ុន្តែដល់មើលឃើញបាទការលំបាករបស់ពុកម៉ែបងប្អូនដែលភាសឹកមកពីគ្រប់ទិសទីដែលបានមកអាស្រ័យបាទស្នាក់នៅវត្តលួងមានការខ្វះខាតយើងខ្ញុំក៏បានរៀបចំបាទនៅកញ្ចប់ថវិកាមួយចំណែកដើម្បីជួយដល់ពុកម៉ែបងប្អូនក្នុងពេលនេះបាទហ្នឹងហើយឆ្លៀតក្នុងឱកាសដល់ដូចជាក្នុងឱកាសនេះយើងខ្ញុំដែលជាក្រុមការងារទាំងអស់ក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនក្នុងនិងក្រៅប្រទេសដែលលោកបានចូលរួមបាទឧបត្ថម្ភប្រចាំខែក៏ដូចជាចូលរួមឧបត្ថម្ភជាប្រចាំដល់មូលនិធិដើម្បីឲ្យមូលនិធិយើងមានលទ្ធភាពក្នុងការធ្វើទានដល់សពទូរគតនិងគ្មានញាតិនៅក្នុងស្រុកភូមិរបស់យើងហើយក៏ដូចជាក្នុងពេលនេះដែលយើងបានចូលរួមចំណែកដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនដែលគាត់មានការលំបាកក្នុងការភាសឹកមកពីជាយដែនបាទហេតុនេះហើយយើងខ្ញុំទាំងអស់គ្នាដែលជាក្រុមការងារនេះសូមសម្ដែងនៅសេចក្តីដឹងគុណយ៉ាងអនេកចំពោះសប្បុរសជននិងសមាជិកាបាទហើយក្នុងជាទីបញ្ចប់នេះខ្ញុំបាទក៏សូមជំនួសមុខឲ្យក្រុមការងារមូលនិធិទាំងអស់សូមគោរពជូនពរដល់សមាជិកានិងសប្បុរសជននិងក្នុងនិងក្រៅប្រទេសទាំងអស់សូមលោកទទួលបាននៅតែសេចក្តីសុខសេចក្តីចម្រើនបាទហើយក៏សូមជូនពរពុកម៉ែបងប្អូនដែលជាអ្នកភាសឹកទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើនបាទនឹងហើយសូមឲ្យសង្គ្រាមរបស់យើងឲ្យឆាប់បាទចប់ដើម្បីយើងបានវិលទៅស្រុកភូមិបាទស្រុកកំណើតរបស់យើងវិញប្រកបកិច្ចការរស់ស៊ីជាធម្មតាវិញបាទសូមអរព្រគុណសូមអរគុណសូមថ្លែងអំណរគុណចំពោះលោកអនុ